បាទវីដេអូនេះគឺខ្ញុំចង់ណែនាំពីបងដែលជាអ្នកប្រើប្រាស់ឡានដៃថ្មីដែលគាត់មិនស្គាល់ពីប្លុកម៉ាស៊ីនហើយនឹងចង់ណែនាំពីមុននឹងយើងធ្វើដំណើរទៅណាឆ្ងាយតើយើងគួរត្រួតពិនិត្យទៅលើអីខ្លះអញ្ចឹងសម្រាប់ប្លុកម៉ាស៊ីននេះគឺយើងត្រូវតែស្គាល់ណាបងប្អូនបើយើងត្រូវតែស្គាល់កាលណាតែយើងស្គាល់វាប្រសើរជាងយើងមិនស្គាល់អញ្ចឹងចំណុចទី1ដែលយើងត្រូវស្គាល់ហ្នឹងកន្លែងនេះគឺគេហៅទឹកជូតកញ្ចក់បាទទឹកជូតកញ្ចក់នេះយើងអាចដាក់ទឹកថ្នាំបាទទឹកថ្នាំបាញ់កញ្ចក់ហ្នឹងដើម្បីវាល្អិលស្រួលពេលដែលយើងចាក់ទឹកសចូលទៅហ្នឹងបាទយើងដាក់ទឹកថ្នាំចូលទៅដើម្បីវាល្អិលស្រួលអញ្ចឹងបងប្អូនមើលទៅឃើញខៀវៗហើយយើងចាក់វាពេញមកណាពេលដែលយើងធ្វើដំណើរទៅណាឆ្ងាយកន្លែងនេះប្រេងប្រាំងបាទប្រេងប្រាំងនេះគឺគេឲ្យចាក់បាទពេលដែលយើងចាក់គេឲ្យចាក់ .3 បងប្អូនណាបាទ Toyota .3 បាទអញ្ចឹងបងប្អូនអាចប្រើ .4 ក៏បានដែរកន្លែងនេះគឺមិនបញ្ហាទេប្រេងប្រាំងអញ្ចឹងប្រេងប្រាំងនេះបើសិនជាវាស្ទើរគុណភាពបាទយើងឲ្យគេបដូរចេញទៅណាបើសិនជាយើងពិនិត្យយើងបើកទៅឃើញវាខ្មៅឬក៏ឡើងក្រហមហើយពិនិត្យពេលដែលយើងយកប៊ិចពិនិត្យទៅឃើញវាចេញពណ៌លឿងបាទចេញពណ៌លឿងឬក៏ក្រហមហ្នឹងគឺយើងផ្លាស់ប្ដូរវាចេញទៅដោយសារហ្នឹងគឺវាស្ទើរគុណភាពវាខូចគុណភាពហើយបើចេញក្រហមគឺខូចគុណភាពហើយបើចេញលឿងមានន័យថាវាចិត្តខូចកន្លែងនេះបាទកន្លែងនេះគឺជាកន្លែងចាក់ប្រេងណាបាទកន្លែងចាក់ប្រេងហើយឈប់ឡានមកផ្លែតទៅឬសំឡេងម៉ូទ័រដើរច្រែតអាហ្នឹងគឺសលេង ABS បាទសលេង ABS ណាបាទបញ្ជាក់អញ្ចឹងកន្លែងនេះគឺជាកន្លែងយើងចាក់ប្រេងហើយសម្រាប់ប្រូ04ទៅដល់09គឺគេចាក់ 5W30 បងប្អូនឃើញទេបាទ 5W30 កន្លែងនេះបើសិនជា010ឡើងលើគេដាក់020បាទកន្លែងនេះគេដាក់020អញ្ចឹងប្រេងបាទវាជាប្រេងម៉ាស៊ីនដែលបងប្អូនត្រូវបដូរហើយចំណែកយើងមើលទៅឃើញបាទខាងមុខហ្នឹង1 2 3 4ហ្នឹងគឺជាប្លុកខាងលើនេះគេហៅ Mobin បាទ Mobin ហើយនៅក្នុង Mobin ហ្នឹងគឺមានបូស៊ីបាទគឺមានបូស៊ីអញ្ចឹងកាលណាតែវាខូចទៅអាការៈវាគឺវាញាក់ម៉ាស៊ីនដូចកុយយន្តអញ្ចឹងឯងបើវាញាក់ម៉ាស៊ីនទុកខ្លាំងអញ្ចឹងអាហ្នឹងអាការៈខូច Mobin ឬក៏បូស៊ីគឺវាអាការៈបែបហ្នឹងហើយចំណែកប្លុកនេះបាទប្លុកនេះគឺគេហៅ Air បាទប្លុក Air ម៉ាស៊ីនវាជាខ្យល់ដង្ហើមរបស់ម៉ាស៊ីនយើងនៅល្អឬក៏មិនល្អក៏វារួមចំណែកពី air នេះផងដែរណាបងប្អូនបាទម៉ាស៊ីនយើងខ្លាំងខ្សោយក៏វារួមចំណែកពី air នេះផងដែរអញ្ចឹងបងប្អូនត្រូវបើសិនជាយើងនៅកន្លែងប្លុកដីហុយមួយខែយើងដោះផ្លុំចេញឬក៏គោះចេញម្ដងទៅហ្នឹងបើសិនជាយើងនៅកន្លែងដីហុយបាទហើយបើកន្លែងដីមិនហុយទេ2ខែយើងអាចដោះផ្លុំដោះសម្អាតវាចេញម្ដងបាទអាហ្នឹងគឺចំណុច air បាទ air ម៉ាស៊ីនកន្លែងនេះគឺ coolant បងប្អូនឃើញគេដាក់ដែរបាទ coolant គឺជាទឹកស្អំបាទទឹកស្អំគឺយើងចាក់វាឲ្យពេញទៅណាបាទហើយយើងមានកន្លែងមើលបាទនៅកន្លែងនេះមើលអត់ឃើញទេបងប្អូនអក្សរ F បងប្អូនចាក់មិនឲ្យឃើញស្មើនឹងអក្សរ F កន្លែងនេះមកណាបាទចាក់ទឹកស្អំឲ្យឃើញនេះស្មើនឹងអាកំនុះគេគូមកអញ្ចឹងណាបាទហើយនឹងអក្សរ F កន្លែងហ្នឹងមកបងប្អូនមើលមានឡានបាទយើងបើកមើលខ្លួនឯងមើលឃើញហើយប៉ុន្តែខ្ញុំមើលតាមកាមេរ៉ាទេប្រហែលជាមើលមិនឃើញទេបាទទឹកស្អំកន្លែងនេះទឹកស្អំកន្លែងនេះក៏យើងត្រូវចាក់ទឹកតែមួយបងប្អូនណាបាទទឹកស្អំតែមួយបាទយើងអត់ចាក់ទឹកសចូលទេអញ្ចឹងកន្លែងនេះក៏យើងត្រូវចាក់ឲ្យបានស្មើកន្លែងបាទរង្វង់ហ្នឹងមកបាទទឹកស្អំ hybrid កន្លែងនេះគេហៅទឹកស្អំម៉ាស៊ីនបាទទឹកស្អំម៉ាស៊ីនអញ្ចឹងទឹកស្អំហ្នឹងគឺយើងចាក់តែមួយទេបាទហើយទឹកស្អំនេះពេលដែលបច្ឆេះមកបើយើងបើកគម្របមកគឺឃើញវាពុះខូចសម្រាប់ឡាន010ឡើងវាពុះអត់ខ្លាំងហ្មងទេប៉ុន្តែបើ0409វាពុះខ្លាំងខូចបើសិនជាបើកមកឃើញទឹកហ្នឹងមានន័យថាបូមទឹកយើងគឺមានបញ្ហាហើយបាទបូមទឹកយើងគឺខូចហើយអាហ្នឹងបើសិនជាបូមទឹកនេះអាទឹកហ្នឹងវាអត់លោតណាកន្លែងនេះគឺជាប្លុកភ្លើងបងប្អូនបាទ relay voice បាទប្លុកប្រព័ន្ធភ្លើងរបស់ឡានប្រុសគឺនៅកន្លែងហ្នឹងអញ្ចឹងកន្លែងនេះក៏ហាមប៉ះទឹកដែរណាបាទបើសិនជាដាច់ខាតបងប្អូនបាទភ្លើងពេលដែលយើងបើកគម្របបើកអីហ្នឹងមកហាមទឹកហាមអីសើមលើហ្នឹងប្រយ័ត្នឆ្លងភ្លើងឆ្លងអីញ៉ៃពេញហ្នឹងអញ្ចឹងកន្លែងនេះវាគ្រាន់តែជាប្រព័ន្ធភ្លើងរបស់ប្រុសទេបាទប្រព័ន្ធភ្លើងរបស់ប្រុសហើយបើសិនជាឡានយើងខូចបូមទឹកខូចអីក៏យើងត្រូវដក voice ដកអីពីហ្នឹងមកបាទយើងអាចជិះដំណើរទៅមុខបានទៀតហើយកន្លែងនេះចាំខ្ញុំចេញវីដេអូមួយទៀតដូចជាមិនមានអីទេបងប្អូនបាទមិនមានអីទេ
ខ្លីៗប៉ុណ្្នឹងឯងហើយកន្លែងនេះគឺកន្លែងមើលប្រេងម៉ាស៊ីនបាទផ្លេច5បាទកន្លែងមើលម៉ាក់គេប្រេងកន្លែងមើលម៉ាក់គេប្រេងនេះគេមើលនៅពេលព្រឹកបាទឬក៏ពេលដែលឡានយើងត្រជាក់ទុកចោលប្រហែលជា2ម៉ោងអីទៅបាទទុកចោលប្រហែលជា2ទៅ3ម៉ោងអីម៉ាស៊ីនយើងត្រជាក់ចាំយើងបើកមើលប្រេងបាទហើយពេលដែលយើងបើកមើលប្រេងគឺយើងធ្វើមិនឲ្យនៅអាកន្លែងកម្មទី2នេះបាទប្រេងយើងណាបាទនៅកន្លែងស្មើនឹងកម្មទី2ហ្នឹងមានន័យថាប្រេងយើងគឺល្អហើយប៉ុន្តែបើម៉ាស៊ីនយើងកំពុងក្តៅកំពុងឆេះទៅឆេះឲ្យថ្មីដូចខ្ញុំមិញគឺមើលអត់ត្រូវទេបាទមើលអត់ត្រូវទេអញ្ចឹងគេមើលបើយើងចង់ឲ្យច្បាស់ហ្មងមើលនៅពេលព្រឹកបាទប្រេងយើងបាត់ឬក៏អត់ហើយបើសិនជាប្រេងយើងបាត់ប្រេងយើងស្ទើរយើងទិញចាក់ថែមទៅណាបាទអញ្ចឹងដូចជាមិនមានអីច្រើនទេបងប្អូនបាទខ្លីៗប៉ុណ្្នឹងឯងសម្រាប់ប្លុកម៉ាស៊ីនToyota Prius អរគុណបងប្អូនបាទដែលបានទស្សនា